មានតែនំប៉័ងម្ដើមក៏អាចយកមកធ្វើជាអាហារសម្រន់ហូបលេងឆ្អែតបានមួយគ្រួសារដែលមានសមាជិក3ទៅ4នាក់ដែរនំប៉័ងអាំងខ្ទឹមសមួយមុខនេះគឺថាសាច់នំស្រួយខ្ញោកហើយក្លិនវិញគឺឈ្ងុយខ្លាំងមែនតែនព្រោះអីបានលាបជាមួយនឹងទឹកសុសដែលយើងធ្វើចេញពីប៊ឺខ្ទឹមសហើយនឹងស្លឹកខ្ទឹមសិតតែគ្រឿងឈ្ងុយហើយយកទៅដាក់អាំងទៅនិយាយពីថាក្លិនឈ្ងុយពេញផ្ទះតែម្ដងរបៀបធ្វើក៏ងាយស្រួលរហ័សឆាប់បានហូបហើយគ្រឿងផ្សំវិញក៏អត់មានអីច្រើនដែរជាដំបូងនេះគឺយើងមាននំប៉័ងសាបហ្នឹងយកមកហាន់វាជាចំណិតអញ្ចឹងទៅចំពោះកម្រាស់វិញគឺអាចហាន់បានទៅតាមការចូលចិត្តបើខ្ញុំវិញគឺហាន់វាកម្រាស់ប៉ុណ្ណឹងណាបន្ទាប់ពីហាន់នំប៉័ងនឹងហើយគឺខ្ញុំមកហាន់ស្លឹកខ្ទឹមវិញម្ដងស្លឹកខ្ទឹមនេះគឺនៅពេលដែលយើងហាន់បានស្ដើងហើយនឹងម៉ត់កាលណាល្អកាលហ្នឹងបន្ទាប់ពីហាន់ស្លឹកខ្ទឹមហើយគឺខ្ញុំមកច្រាំខ្ទឹមសវិញម្ដងមួយមុខនេះយើងប្រើខ្ទឹមសរៀងច្រើនដែរណាខ្ញុំដាក់ចូលចង់មកមើមបន្ទាប់ពីច្រាំខ្ទឹមសបានម៉ត់ល្អហើយទុកម្លាយសិនទៅហើយឥឡូវនេះគឺខ្ញុំមានប៊ឺខ្ញុំប្រើប៊ឺហ្នឹងមួយស្លាបព្រាពេញអញ្ចឹងហើយខ្ញុំយកវាទៅដាក់រំលាយសិនចង់ដាក់ក្នុង air fry ក៏បានដាក់ oven ក៏បានដែរឲ្យតែវារលាយហើយបន្ទាប់មកគឺយកមកលាយជាមួយនឹងទឹកដោះគោខាប់មួយស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វទៅហើយត្រង់កន្លែងនេះគឺយើងអាចភ្លក់បានហើយចង់បានរសជាតិបែបម៉េចគឺយើងធ្វើតាមតម្រូវចិត្តណាខ្ញុំយករសជាតិរៀងប្រៃផ្អែមនៅពេលដែលខ្ញុំភ្លក់ទៅវារៀងស្ទើប្រៃបន្តិចអញ្ចឹងខ្ញុំក៏បានបន្ថែមម្សៅស៊ុបបន្តិចទៅហើយខ្ទឹមសអញ្ច្រាំហ្នឹងជាមួយនឹងស្លឹកខ្ទឹមយើងចាក់ចូលគ្នាហើយកូរច្បល់ចូលគ្នាឲ្យសព្វបានល្អអញ្ចឹងទៅគឺរួចរាល់ហើយតែប៉ុណ្្នឹងមកគឺយើងអាចយកវាមកលាបជាមួយនឹងនំប៉័ងហើយយកទៅដាក់អាំងបានហើយរបៀបធ្វើគឺថាងាយស្រួលខ្លាំងមែនតែនធ្វើតែមួយផ្លែតហ្នឹងគឺយើងបានហូបហើយជាពិសេសអ្នកដែលថាទិញនំប៉័ងទៅហើយហ្នឹងវាមើលទៅតែថាចិត្តខូចអីអាចយកមកកែច្នៃចេញជាមួយមុខនេះមកគឺដឹងតែលែងបោះចោលហើយនំប៉័ងធ្វើអញ្ចឹងទៅបាននំប៉័ងរសជាតិថ្មីក្តៅឆ្ងាញ់តែម្ដងណាបន្ទាប់ពីលាបរួចរាល់ហើយអស់គឺខ្ញុំយកទៅដាក់អាំងនៅក្នុង oven ណាយើងអាចយកទៅអាំងក្នុង air fry ឬក៏ថាចៀនជាមួយនឹងខ្ទះក៏បានដូចគ្នាដែរមួយមុខនេះបើសិនជាចៀនជាមួយខ្ទះកុំប្រើប្រេងឆាយើងប្រើប៊ឺជំនួសទៅគឺក្លិនកាន់តែឈ្ងុយហើយខ្ញុំយកនំប៉័ងហ្នឹងយកទៅដាក់អាំងហ្នឹងរយៈពេល15នាទីប្រើភ្លើងលើក្រោម170ប៉ុន្តែយើងអាចមើលទៅតាមជាក់ស្ដែងបានព្រោះអីកម្ដៅម៉ាស៊ីនវាខុសគ្នាឥឡូវនេះនំប៉័ងអាំងខ្ទឹមសខ្ញុំបានឆ្អិនហើយសាច់នំឡើងស្រួយហើយរសជាតិវិញគឺថាប្រៃផ្អែមឡមមកល្មមឆ្ងាញ់តែម្ដងចំពោះក្លិនវិញគឺថាពេលអាំងនឹងឈ្ងុយខ្លាំងមែនតែនឈ្ងុយប៊ឺឈ្ងុយខ្ទឹមសជាមួយនឹងស្លឹកខ្ទឹមហ្នឹងតែខ្ញុំអត់ចង់ឲ្យបងប្អូនគ្រាន់តែឮពាក្យដែលខ្ញុំនិយាយថាឈ្ងុយខ្លាំងហ្នឹងទេខ្ញុំចង់ឲ្យបងប្អូនបើមានពេលទៅណេអាចសាកធ្វើមួយមុខនេះបានថាតើក្លិនវាឈ្ងុយខ្លាំងដូចអ្វីដែលខ្ញុំបាននិយាយឬអត់